លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតកត្តា3យ៉ាងសំខាន់ដែលចូលរួមធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាអាចបន្តនិរន្តរភាពអាចជួយសង្គ្រោះជីវិតទារកកុមាររាប់សែននាក់ហើយផ្ដល់នូវភាពជឿជាក់ពីឪពុកម្ដាយគ្រប់គ្នាលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានថ្លែងថាកត្តា3យ៉ាងសំខាន់ដែលចូលរួមធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាគឺអាចបន្តនិរន្តរភាពអាចជួយសង្គ្រោះជីវិតទារកកុមារបានរាប់សែននាក់ហើយផ្ដល់នូវភាពជឿជាក់ពីសំណាក់ឪពុកម្ដាយគ្រប់គ្នាទៅដល់មន្ទីរពេទ្យក៏ដូចជាលោកគ្រូពេទ្យអ្នកគ្រូពេទ្យការថ្លែងយ៉ាងដូចនេះរបស់លោកជំទាវក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរពិធីបើកយុទ្ធនាការ 10000 រៀល 10000 នាក់ឆ្នាំ2025របស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលបានប្រព្រឹត្តទៅនៅរមណីយដ្ឋានវត្តភ្នំនាថ្ងៃទី1ខែមិថុនាឆ្នាំ2025លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថាកត្តា3យ៉ាងសំខាន់នោះដែលចូលរួមធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផាគឺអាចបន្តនិរន្តរភាពអាចជួយសង្គ្រោះជីវិតកុមារទារករាប់សែននាក់មកដល់ថ្ងៃនេះគឺកត្តាទី1ឆន្ទៈកត្តាទី2ថវិកានិងកត្តាទី3ការលើកទឹកចិត្ត